សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងបានមកតរឿងអាចយអាកុកអាចចម្រើននឹងតាភោគទៀតហើយតែវានេះមានដូចជាតួអង្គមួយទៀតដែលបានចូលក្នុងសាច់រឿងនេះគឺតួអង្គខ្មោចស្រីពេលពួកគេកំពុងដាំដើមឈើស្រាប់តែមានស្រីស្អាតម្នាក់ដើរចេញពីអាប់សក់វែងសម្លៀកបំពាក់សាមញ្ញប៉ុន្តែស្អាតចម្លែកនាងនិយាយសំឡេងទន់ភ្លន់បងមកធ្វើអ្វីនៅទីនេះអាកុកភ្លាមត្រឡប់ទៅ skill អូពួកយើងជា YouTuber មកថតនិងដាំដើមឈើអ្នកនៅទីនេះម្នាក់ឯងឬនាងញញឹមស្រស់ខ្ញុំរស់នៅចិត្តនេះទេអាចយខ្សឹបដល់អាចចម្រើនចិត្តនេះតែជុំវិញមានតែព្រៃនឹងអាចចម្រើនថតជាបគ្រប់យ៉ាងហើយខ្សឹបវិញក្នុងអេក្រង់មុខនាងមើលមិនសូវច្បាស់ទេតាភោគស៊ូយ៉ាងប្រុងប្រយ័ត្នចៅស្រីមកពីភូមិណានាងឈប់បន្តិចមុននឹងឆ្លើយខ្ញុំមកពីកន្លែងដែលអ្នកមិនអាចរកឃើញឡើយអាកុកសើចហោះអូហូនិយាយបែប My Story ទៀតនាងបន្តអ្នកចូលចិត្តមកទីនេះដោយគ្មានការអនុញ្ញាតតែអ្នកក៏បានសុំទោសហើយប្រៃអនុញ្ញាតឲ្យអ្នកចូលតែតើអ្នកអាចចេញវិញបានទេខ្យល់បក់ខ្លាំងភ្លាមអាចចម្រើនបង្វិលកាមេរ៉ាទៅដ្រូនវីញូនៅលើអេក្រង់ដ្រូនបង្ហាញថាស្រីស្អាតនោះមិនមានស្រមោលលើដីទេអាចចម្រើននិយាយស្រាលអាកុកនាងគ្មានស្រមោលទេអាកុកថ្មីធំតាភោគលើកខ្សែក្រវ៉ាត់បុរាណឡើងហើយនិយាយថាបើអ្នកជាវិញ្ញាណស្រីសូមបង្ហាញការពិតមកភ្លាមមកស្រីស្អាតផ្លាស់ប្ដូរយឺតភ្នែកคล้ายជាស្រអាប់សក់បក់ដោយខ្យល់ដែលគ្មានទិសនាងនិយាយសំឡេងពីរជើងគ្នាខ្ញុំគ្រាន់តែសាកល្បងចិត្តមនុស្សអាកុកស្រែកបងប្អូននេះមិនមែនជា filter ទេណាវិញ្ញាណស្រីនោះនិយាយថាបើអ្នកមកដោយចិត្តល្អសូមបញ្ចប់ការដាំដើមឈើហើយចែករំលែកសារព្រៃអាចយនិយាយក្លាហានយើងមកដើម្បីល្អមិនមែនមកដើម្បីបំផ្លាញទេអាចចម្រើនបន្តថតអាកុកបកកាមេរ៉ាមកនេះបងប្អូនសូមគាំទ្រការដាំដើមឈើវិញ្ញាណញញឹមបន្តិចហើយត្រឡប់ជារូបស្រីស្អាតម្ដងទៀតអ្នកអាចចេញបានតែចងចាំព្រៃមើលឃើញគ្រប់យ៉ាងនាងរលាយទៅវិញនៅក្នុងផ្សែងអាប់ពេលពួកគេចេញពីព្រៃបានសុវត្ថិភាពអាកុកដកដង្ហើមធំលើកក្រោយបើមានស្រីស្អាតចេញពីអាប់ខ្ញុំសូមឲ្យអាចយនិយាយជំនួសអាចយឆ្លើយភ្លាមអត់ទេខ្ញុំខ្លាចជាងតាភោគញញឹមស្ងាត់មនុស្សមើលតែសម្រស់តែព្រៃមើលចិត្តអាចចម្រើនពិនិត្យវីដេអូចុងក្រោយនៅក្នុងព្រាមមើលចុងក្រោយមានស្រីស្អាតឈរឆ្ងាយហើយលើកដៃលាបន្ទាប់ពីជួបស្រីស្អាតក្នុងព្រៃអាកុកទទួលសារ DM មួយពីគិរនីឈ្មោះបើចង់ដឹងមុខពិតមកផ្ទះកណ្ដាលបឹងនៅយប់ព្រះច័ន្ទពេញវង្សអាកុកមើលក្នុងក្រុមនេះជា content ធំអាចយឆ្លើយភ្លាមឬក៏ជាកន្លែងបញ្ចប់យើងអាភោគមុខធ្ងន់ធ្ងរកន្លែងមានទឹកនិងមានព្រះច័ន្ទពេញវង្សវិញ្ញាណខ្លាំងជាងធម្មតាយប់នោះពួកគេជិះទូកតូចឆ្លងទៅកណ្ដាលបឹងនៅចម្ងាយមានផ្ទះឈើចាស់មួយលិចឡើងលើទឹកដូចជាមិនមានគ្រឹះអាចចម្រើនខ្សឹបក្នុងដ្រូនវីញូផ្ទះមិនមានស្រមោលលើទឹកអាកុកសំឡេងញ័រកុំប្រាប់ខ្ញុំរឿងស្រមោលទៀតពេលទូកប៉ះចិនផ្ទះសំឡេងក្រាកឮដោយឈើចាស់កំពុងបែកពួកគេចូលទៅក្នុងផ្ទះខាងក្នុងងងឹតនិងមានកញ្ចក់ធំមួយនៅកណ្ដាលបន្ទប់ភ្លាមស្រីស្អាតដែលពួកគេបានជួបក្នុងព្រៃ
លេចឡើងពីខាងក្រោយកញ្ចក់នាងញញឹមនាគមកហើយអាកុកនិយាយភាពក្លាហានយើងមកសួរពិតនាគជានរណានាងដើរចិត្តមកយឺតខ្ញុំជាអ្នកសាឡបងចិត្តមនុស្សអ្នកឃើញតែសម្រស់តែអ្នកមិនឃើញអ្វីជាក្រោយវាឡើយអាចយស៊ូហេតុអ្វីបានអ្នកតាមយើងនាងឈប់ហើយថ្មេករបស់នាងប្រែជាខ្មៅស្រអាប់ទាំងស្រុងព្រោះម្នាក់ក្នុងចំណោមអ្នកមានចិត្តមិនសុទ្ធខ្យល់បក់ខ្លាំងទ្វារបាត់ជាបដោយខ្លួនឯងទឹកក្រោមផ្ទះចាប់ផ្ដើមរលោងខ្លាំងអាកុកស្រែកនាងនិយាយអំពីនរណាស្រីស្អាតលើកដៃបង្ហាញទៅកញ្ចក់ក្នុងកញ្ចក់មុខអាកុកបង្ហាញជាញញឹមប៉ុន្តែថ្មិចរបស់គាត់នៅក្នុងកញ្ចក់មិនដូចគាត់វាមើលទៅស្ងៀមនិងត្រជាក់ចម្រើនខ្សឹបអាកុកនៅក្នុងកញ្ចក់មិនដូចខ្លួនអ្នកអាកុកដកដង្ហើមខ្លាំងខ្ញុំគ្រាន់តែចង់បានវិយូខ្ញុំមិនបានគិតថានឹងរំខានអ្វីទេស្រីស្អាតសំឡេងប្រែជារន្ធត់ពីជាន់គ្នាមនុស្សដែលចូលមកដោយមោទនភាពត្រូវបានបងតម្លៃភ្លាមមុខស្រីស្អាតបែរជាម៉ាក់ដោយកញ្ចក់ស្បែករលួយថ្មីទាំងពីរជ្រុះជាអណ្ដាតខ្មៅសក់វែងគ្រប់មុខនាងស្រាយសំឡេងធ្ងន់អ្នកមើលសម្រស់តែអ្នកមិនមើលព្រៃមិនមើលវ័នមិនមើលទីស្ងប់ស្ងាត់ចិនផ្ទះចាប់ផ្ដើមបែកទឹកចូលខាងក្នុងតាភោគស្រែកក៏មើលមុខនាងមើលទៅដីហើយសុំអភ័យទោសទាំង4នាក់លូតជង្គង់អាកុកនិយាយទាំងភ័យខ្លាំងខ្ញុំសុំទោសខ្ញុំមកដើម្បីល្បីមិនមែនដើម្បីគោរពខ្ញុំសុំទោសភ្លាមសំឡេងទាំងអស់ឈប់ទឹកឈប់រលកផ្ទះឈប់ម៉ែកស្រីស្អាតត្រឡប់ទៅជារូបស្រស់ស្អាតវិញនាងខ្សឹបចិត្តត្រជាអាកុកចង់ចាំពាក្យអ្នកហើយនាងរលាយទៅក្នុងកញ្ចក់បែកជាច្រើនផ្នែកពេលពួកគេចេញទៅក្រៅផ្ទះកណ្ដាលបឹងបាត់ទៅហើយមានតែទឹកស្ងប់ស្ងាត់ចម្រើនពិនិត្យ Focus នៅក្នុងព្រាមចុងក្រោយមុខកញ្ចក់បែកមានស្រីស្អាតមើលតាមកាមេរ៉ាហើយនិយាយស្រាលឡាយរបស់អ្នកខ្ញុំកំពុងមើលអាកុកមើល Subscriber វាបន្តកើនឡើងទោះបីគាត់មិនបានឡាយក៏ដោយហើយមានករណី follow ឈ្មោះ Mod Liker យប់នោះអាកុកបិទ YouTube ជាលើកដំបូងបន្ទាប់ពីហេតុការណ៍ផ្ទះកណ្ដាលបឹងអាកុកបិទ YouTuber មួយរយៈ Subscribe នៅតែកើនឡើងដោយខ្លួនឯងម៉ោង 12:00 ត្រឹមត្រូវអាចយសួរបងអ្នកនៅឡាយទេអាកុកសំឡេងធ្ងោអត់ទេតែមានអ្នកមើល 3.333 នាក់រាល់ពេលយប់ចម្រើនពិនិត្យ Channel YouTube មានវីដេអូថ្មីមួយបានអាប់ឡូតដោយខ្លួនឯងចំណងជើង Thank you for coming back តែគ្មាននរណាក្នុងក្រុមបានអាប់ឡូតវាទេថ្ងៃបន្ទាប់មានស្រីស្អាតម្នាក់មកមុខផ្ទះអាកុកសក់វែងសម្លៀកបំពាក់សមុខស្រស់ស្អាតដូចគេក្នុង Live Chat Profile Picture នាងញញឹមខ្ញុំជាអ្នកគាំទ្រធំរបស់បងអាកុកស្ងៀមអាចយខ្សឹបអ្នកមើលទៅស្គាល់នាងទេអាកុកញ័រមាត់ Profile របស់នាង Mod Liker នាងនិយាយបន្តខ្ញុំតាមមើល Live របស់បងគ្រប់យប់ទោះបងមិន Live ក៏ដោយខ្យល់ត្រជាក់បក់តាមផ្លូវទោះថ្ងៃក្តៅក៏ដោយចម្រើនលាក់កាមេរ៉ាថតអាកុកសួរអ្នកចង់បានអ្វីពីខ្ញុំនាងញញឹមស្រាលខ្ញុំចង់ឲ្យបងត្រឡប់ទៅឡាយខ្ញុំឯកោតាភោគដើរមកដល់គាត់មើលនាងយូរហើយស៊ូទន់កូនស្រីអ្នកឈោនៅថ្ងៃក្តៅតែហេតុអ្វីមិនមានស្រមោលទាំងអស់គ្នាមើលចុះដីក្រោមជើងនាងគ្មានស្រមោល
ខ្យល់ឈប់បក់ភ្លាមៗសំឡេងជំវិញស្ងប់ស្ងាត់ខ្លាំងនាងសម្លឹងមើលតាភោគថ្មេចនាងចាប់ផ្ដើមងងឹតអ្នកចាស់អ្នកឃើញច្រើនពេកអាកុកថយក្រោយអ្នកមិនមែនជាមនុស្សទេនាងសើចស្រាលសំឡេងពីរជាន់គ្នាខ្ញុំមិនមែនតាមបងទេបងជាអ្នកហៅខ្ញុំមកអាកុកថ្មេកធំខ្ញុំមែនទេរាល់ពេលបងហៅអ្នកមើលរាល់ពេលបងស្រែកឲ្យវិញ្ញាណបង្ហាញខ្លួនខ្ញុំឆ្លើយតបអាកុកបង្វិលមើលនៅពីក្រោយគាត់មានខ្លួននាងមួយទៀតឈរជិតទ្វារមួយនៅមុខមួយនៅក្រោយអាចយស្រែកនាងមិនមែនម្នាក់នេះទេមុខនាងទាំងពីរបែកចេញដោយសាច់រលួយសក់វែងបែកជាច្រើនខ្សែដូចជាអណ្ដាតខ្មៅសំឡេងពេញខ្យល់បងចង់វិញូឥឡូវអ្នកមើលមកមើលអ្នកវិញ Subscriber content កាន់ឡើងឆាប់អាកុកលូតជង្គង់ខ្ញុំចង់ឲ្យអ្នកជប់ខ្ញុំមិនឡាយទៀតទេតាភោគយកខ្សែក្រវ៉ាត់បុរាណដាក់លើដីហើយនិយាយថាវិញ្ញាណដែលមកដោយការហៅត្រូវត្រឡប់ដោយការបិទ channel អាកុកកាន់ទូរស័ព្ទញញូហើយចុច delete channel ភ្លាមឡាយផ្អាក subscribe ដនបាត់ស្រីមុខខ្មៅស្រាយស្រាលហើយរាងកាយរលួយដូចអាប់មុននឹងបាត់នាងសឹបអ្នកអាចបិទ channel តែអ្នកមិនអាចបិទថ្មីខ្ញុំហើយនាងបាត់ទៅយប់នោះអាកុកគិតថាអ្វីជាប់ហើយតែពេលគិតបិទភ្លើងកេងក្នុងអេក្រង់ទូរស័ព្ទដែលបានបិទរួចមានការឆ្លោះមុខស្រីស្អាតហើយញញឹមពីក្រោយគាត់ទោះគ្មាន channel ឥឡូវក៏មកដល់នាទីបញ្ចប់ទៅហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលតាមដានរឿងរបស់ខ្ញុំតាំងពីនាទីដំបូងរហូតដល់12នាទី25វិ